នេះគឺជាเพจភីងអានថ្ងៃនេះនាងខ្ញុំនឹងរៀបរាប់អំពីដំណើរឆ្ពោះទៅកាន់ការរៀបចំអាហារសុខភាពរយៈចម្ងាយរហូតដល់440គីឡូម៉ែត្រពីភ្នំពេញទៅប៉ោយប៉ែតនៅជាប់ជាមួយនឹងព្រំដែនថៃដៃអាហារសុខភាពចុងភៅភីងអានមែនទេអាហារមានរសជាតិឆ្ងាញ់រៀបចំមានសោភ័ណភាពល្អលើកិត្តិយសម្ចាស់កម្មវិធីមានសុវត្ថិភាពខ្ពស់ដល់ភ្ញៀវកិត្តិយស 100% សូមឆាតចូលเพจភីងអាន Grocery Shop ឥឡូវនេះឬទំនាក់ទំនងតាមលេខទូរស័ព្ទខាងលើជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនដែលបានកក់ជាមួយនឹងឈុតកម្មវិធីដែលកក់ជាមួយនឹងលុយ 100% តែម្ដងដោយសារតែភីងអានយើងគឺតម្រូវឲ្យកក់ 100% ដើម្បីយើងងាយស្រួលក្នុងការរៀបចំជាពិសេសពេលគ្រាន់តែទួលលុយកក់ភ្លាមគឺយើងចាប់ផ្ដើមរៀបចំជាមួយនឹងគ្រឿងទេសបួសសាច់បួសដែលមានគុណភាពដែលមានរសជាតិឆ្ងាញ់ដើម្បីយកទៅដាក់នៅក្នុងកម្មវិធីនៅទីក្រុងប៉ោយប៉ែតជាដំបូងគឺយើងចេញដំណើរទៅរៀបចំជាមួយនឹងអាហារសុខភាពហើយយើងក៏បានឆ្លងកាត់ជាមួយនឹងខេត្តបន្ទាយមានជ័យដែលសារខេត្តបន្ទាយមានជ័យហ្នឹងគឺជាទីកន្លែងចំណតមួយជាកន្លែងកំណើតរបស់នាងខ្ញុំផ្ទាល់អញ្ចឹងយើងបានចូលដល់បន្ទាយមានជ័យយើងចាប់ផ្ដើមគិតរៀបចំជាមួយនឹងបន្លែដោយសារតែបងប្អូនអ្នកប៉ោយប៉ែតដឹងហើយថាបន្លែនៅបន្ទាយមានជ័យហ្នឹងគឺរសជាតិមិនហើយនៅបន្លែនៅស្រុកហ្នឹងគឺមានផ្សារមួយដែលគេហៅថាផ្សារហ៊ុយលេងនៅទីក្រុងស្រីសុផាន់យើងផ្ទាល់ដែលមានបន្លែច្រើនមុខមែនទែនសុទ្ធតែជាបន្លែគេហៅថាធម្មជាតិបន្លែដែលមានរសជាតិឆ្ងាញ់ហើយបន្លែទាំងអស់នោះផងដែរពេលដែលយើងយកមកធ្វើម្ហូបបងប្អូនមិនបាច់ដាក់គ្រឿងទេសអីច្រើនទេដាក់តែបន្តិចៗហ្នឹងគឺវាចាប់ជាតិផ្អែមឆ្ងាញ់តែម្ដងហើយនៅហ្នឹងគឺដូចជាផ្លែឈើអីចឹងបើថាផ្លែត្រឡប់គឺផ្អែមគឺឈ្ងុយក្លិនផ្លែត្រឡប់តែម្ដងស្វាយគឺរសជាតិក្លិនស្វាយឈ្ងុយស្វាយមិនមែនដូចស្វាយខ្លះពេលដែលយើងញ៉ាំទៅសាប់ៗឡែវអត់ទេគឺនៅបន្ទាយមានជ័យគឺសម្បូរជាមួយនឹងបន្លែធម្មជាតិជាមួយនឹងគេហៅថាផ្លែឈើធម្មជាតិគឺឆ្ងាញ់មែនទែនតែម្ដងព្រោះឲ្យខ្ញុំនៅនឹងផ្ទាល់អ្នកនៅតំបន់ហ្នឹងក៏ដឹងដែរពីគេហៅថារសជាតិនៃបន្លែផ្លែឈើពីខេត្តបន្ទាយមានជ័យទៅហើយយើងក៏បានជ្រើសរើសជាមួយនឹងបន្លែដែលមានរសជាតិឆ្ងាញ់រៀបចំចូលនៅក្នុងកម្មវិធីផងដែរព្រោះនៅក្នុងកម្មវិធីហ្នឹងយើងមានឈុតច្រើនយើងមានរៀបចំរហូតដល់រយៈពេល3ថ្ងៃឯណោះឪពុកម្ដាយកូនកំឡោះបានធ្វើដំណើរពីសិង្ហបុរីមកដល់ប៉ោយប៉ែតអញ្ចឹងយើងក៏បានរៀបចំជាមួយនឹងអាហារច្រើនពេលមែនទែនមានទាំងពេលល្ងាចដែលពេលល្ងាចហ្នឹងគឺយើងចាប់ផ្ដើមរៀបចំជាមួយនឹងស៊ុបរសជាតិដើមយើងរៀបចំជាមួយនឹងស៊ុបต้มយ៉ាំជាពិសេសមួយទៀតគឺមានមីឆាដើម្បីទទួលពួកគាត់ដែលគាត់អញ្ជើញយន្តហោះមកដល់ប្រទេសកម្ពុជាហើយសម្រាប់ថ្ងៃទី2ផងដែរយើងមានជាសម្លជីឆាយយើងមានជាសែនវិចសម្រាប់អាហារពេលព្រឹកនិងពេលថ្ងៃហើយនៅពេលល្ងាចគឺជាឈុតជប់លៀងសម្រាប់កម្មវិធីតែម្ដងដែលក្នុងឈុតមង្គលហ្នឹងបងប្អូនដឹងហើយគឺមានច្រើនមុខមែនទែនយើងមានទាំងជាមួយនឹងគ្រឿងក្លែម5មុខយើងមានជាមួយនឹងញ៉ាំគ្រឿងសមុទ្រយើងមានជាបន្លែឆាគ្រឿងសមុទ្រយើងមានមីឆាយើងមានត្រីហិលអ្វីដែលពិសេសហ្នឹងគឺបង្កងខ្ទិះអតិថិជនចង់និយាយថាពួកគាត់ញ៉ាំហើយគឺសរសើរគ្រប់គ្នាមកថាអូបង្កងខ្ទិះនេះញ៉ាំជាមួយនំប៉័ងគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនតែម្ដងមិនប្រៃពេកមិនដិតពេកមិនកាផ្អែមពេកគឺល្មមរសជាតិទទួលយកបានហើយអ្វីដែលពិសេសចុងក្រោយនោះផងដែរគឺយើងមានបង្អែមខ្មែរលាងមាត់ព្រោះឯពួកគាត់គឺជាជាតិសិង្ហបុរីអត់ដែលបានភ្លក់អីរសជាតិបង្អែមខ្មែរនៅពេលដែលគាត់បានភ្លក់មួយបង្អែមខ្មែរហើយគាត់តែងតែលើកសរសើរថាអូបង្អែមខ្មែរគឺមានរសជាតិឆ្ងាញ់មែនទែនតែម្ដងហើយមិនតាន់ចប់ទេបងប្អូននៅថ្ងៃទី3គឺកម្មវិធីយើងបានចប់ហើយប៉ុន្តែយើងក៏នៅតែទទួលពួកគាត់ផងដែរឪពុកម្ដាយខាងកូនកំឡោះគឺយើងបានរៀបចំអាហារទទួលពួកគាត់សម្រាប់មួយថ្ងៃទៀតគឺយើងមានរៀបចំដូចជាឆាបន្លែមានចាប់ឆាយបងប្អូនដឹងហើយចាប់ឆាយគឺមានបន្លែច្រើនមុខគឺចាប់ជាតិឆ្ងាញ់កាន់តែរមាស់កាន់តែឆ្ងាញ់អញ្ចឹងយើងមានមកឆាបន្លែចម្រុះមួយយើងមានចាប់ឆាយមួយឆ្នាំងធំហើយយើងក៏មានគួងដែរដែលគួងហ្នឹងយើងមានរុំជាមួយនឹងជ្រូកខ្វៃបួសមានបន្លែចម្រុះជ្រលក់ជាមួយនឹងទឹកជ្រលក់ហិលជូរអែមមកគឺមានរសជាតិឆ្ងាញ់មែនទែនអញ្ចឹងបងប្អូនដឹងហើយគាត់យកមួយឈុតនេះគឺមិនមែនត្រឹមតែឈុតកម្មវិធីទេគឺគាត់យកទាំងឈុតជាមួយនឹងការរៀបចំការហូបរយៈពេល3ថ្ងៃតែម្ដងដើម្បីទទួលជាមួយនឹងគេហៅថាឪពុកម្ដាយរបស់កូនកំឡោះជាភ្ញៀវកិត្តិយសភ្ញៀវពិសេសព្រោះគឺជួយលើកមុខមាត់ខ្លាំងមែនទែនដោយសារបងប្អូនដឹងហើយកម្មវិធីផ្សេងៗទៅដល់តាមបណ្ដាខេត្តគឺពិបាកខ្លាំងណាស់ប៉ុន្តែខាងយើងគឺនៅតែព្យាយាមរៀបចំយ៉ាងសម្រិតសម្រាំជូនដល់អតិថិជនរបស់យើងឲ្យទទួលបានជាមួយនឹងអាហារសុខភាពដែលមានរសជាតិឆ្ងាញ់អាហារសុខភាពដែលមានអនាម័យហើយអ្វីដែលពិសេសទៀតបងប្អូនដឹងហើយថាពេលដែលយើងធ្វើហើយតើយើងគួរទុកដាក់បែបណាបងប្អូនមានឆ្ងល់ទេដើម្បីឲ្យអាហាររបស់យើងហ្នឹងគឺទទួលបានអាហារដែលមានកម្ដៅក្តៅអ៊ុនហុយអញ្ចឹងយើងចាប់ផ្ដើមរៀបចំវេចខ្ចប់ដោយសារខ្ញុំនិយាយបញ្ជាក់មុនអញ្ចឹងដោយសារខ្ញុំនៅខាងបន្ទាយមានជ័យពេលដែលខ្ញុំមកដល់ហ្នឹងគឺស្រុកកំណើតរបស់ខ្ញុំអញ្ចឹងខ្ញុំរៀបចំនៅបន្ទាយមានជ័យទេប៉ុន្តែយើងបានដឹកជញ្ជូនពីបន្ទាយមានជ័យហ្នឹងទៅប៉ោយប៉ែតដែលមានរយៈចម្ងាយប្រហែលជា50-60គីឡូម៉ែត្រហ្នឹងគឺយើងវេចខ្ចប់មានដាក់តកមានដាក់ធុងតកធុងអីដើម្បីខ្លះសេសាច់ដើម្បីខ្លះសេបន្លែម្ហូបណាដែលយើងអាចធ្វើបានយើងធ្វើដោយបកងខ្ទិះអីយើងធ្វើហើយយើងវេចខ្ចប់ដើម្បីពេលយើងយកចូលដល់កម្មវិធីគឺយើងដាក់កម្ដៅអញ្ចឹងពេលដែលខ្ញុំចូលដល់កម្មវិធីខ្ញុំចាប់ផ្ដើម
ជួបជាមួយនឹងមេចុងភៅប្រចាំតំបន់ដូចបងប្អូនដឹងហើយអាហារសុខភាពមិនមែន50តុក60តុកទេនៅក្នុងកម្មវិធីនីមួយៗអាហារសុខភាពមានត្រឹមតែ1តុក2តុកតែប៉ុណ្ណោះអញ្ចឹងហើយនាងខ្ញុំចាប់ផ្ដើមជួបជាមួយនឹងមេចុងភៅដើម្បីរៀបចំអាហារដើម្បីរៀបចំចានដើម្បីរៀបចំឆ្នាំងអញ្ចឹងយើងទៅជាមួយចុងភៅទៅថាគួរដាក់តុកណាដើម្បីយើងរៀបចំអាហារហ្នឹងនៅលើតុជាពិសេសយើងត្រូវជ្រើសរើសចានណាដែលស័ក្តិសមជាមួយនឹងមុខម្ហូបរបស់យើងដោយបងប្អូនដឹងអញ្ចឹងម្ហូបទោះឆ្ងាញ់ប៉ុណ្ណាក៏ដោយតែបើសិនជាយើងអត់ចេះរៀបចំអត់ចេះដេកចានស្អាតក៏ម្ហូបនឹងមើលទៅមិនសូវមានតម្លៃម្ហូបនឹងមើលទៅក៏មិនសូវមានរសជាតិឆ្ងាញ់ដែរព្រោះអារម្មណ៍មនុស្សយើងដឹងហើយបើឃើញស្អាតឃើញតំណងចង់ញ៉ាំភ្លាមតែម្ដងអញ្ចឹងយើងត្រូវការដេកហើយជាពិសេសមួយទៀតគឺតិចនិចក្នុងការរៀបចំឲ្យអាហាររបស់យើងដាក់ភ្លើងមកសោះរបស់យើងទឹករបស់យើងគ្រឿងរបស់យើងគឺសមមាត្រជាមួយនឹងការប្រើភ្លើងដើម្បីឲ្យវាមានគេហៅថា balance ហើយកម្ដៅនៃម្ហូបហ្នឹងគឺក្ដៅអ៊ុនហុយគឺរសជាតិឆ្ងាញ់ដូចបងប្អូនឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺនាងខ្ញុំបានរៀបចំជាមួយនឹងអាហារច្រើនមុខហើយយើងដាក់កម្ដៅយ៉ាងស្រស់ស្អាតរៀបចំនៅលើតុមានគ្រប់មុខគ្រប់ជម្រើសអញ្ចឹងដូចខ្ញុំនិយាយចឹងអ្វីដែលសំខាន់គឺការរៀបចំហើយនៅក្នុងហ្នឹងដូចខ្ញុំនិយាយមុនហ្នឹងថាពេលដែលយើងរៀបចំអត់មានច្រើនតុកទេម្ហូបរបស់យើងមានតែ1តុក2តុកទេអញ្ចឹងយើងតែងតែប្រើប្រាស់ជាមួយនឹងចានឆ្នាំងរបស់មេចុងភៅតែម្ដងព្រោះយើងបានជជែកជាមួយគាត់ហើយអញ្ចឹងយើងរៀបដេកចានយ៉ាងស្រស់ស្អាតរងចាំភ្ញៀវកិត្តិយសរងចាំដោយសារតែឈុតនេះគឺរៀបចំសម្រាប់ពិសេសសម្រាប់ឪពុកម្ដាយខាងកូនកំឡោះអញ្ចឹងឥឡូវនេះយើងរៀបចំរួចរាល់ហើយដាក់នៅលើតុត្រៀមចាំទទួលពួកគាត់មកពិសាហើយបងប្អូនចាំស្ដាប់ជាមួយនឹង feedback ផ្ទាល់របស់ពួកគាត់តែម្ដង好吃很好谢谢谢谢。加油你吃，这个很好吃，这个很好吃，姐姐。很好吃啊，都很好吃很好吃。谢谢你OK，谢谢。好吃，我觉得它的菜色会有很多颜色哦，看起来很开心，对，很好吃。很好吃哦，以后多一点生意给你。ទាំងអស់ដែលបានមកចូលរួមក្នុងកម្មវិធីនេះខ្ញុំមានអីពីអីទេមានតែអរគុណយ៉ាងជ្រាលជ្រៅហើយសូមភ្ញៀវកិត្តិយសទាំងអស់ត្រឡប់ទៅវិញសូមធ្វើដំណើរឲ្យមានសុវត្ថិភាពទាំងអស់គ្នាចាអរគុណច្រើន